បងប្អូនអ្នកគ្នាការពីថ្ងៃមិញនៅក្នុងเพจរបស់សម្ដេចពុកហ៊ុនសែនគឺគាត់បានแชร์សំណេររបស់អ្នកមានជំនាញផ្នែកសន្តិសុខនិងអ្នកវិភាគភូមិសាស្ត្រនយោបាយរបស់សៀមម្នាក់បានចេញមុខមកនិយាយដោយការគិតរបស់គាត់នេះយូរហើយបងប្អូនបានដឹងហើយថាកាលពីមុនគឺមិនមានជនជាតិសៀមណាហ៊ានអាចក្បាលមកនិយាយទេប៉ុន្តែឥឡូវនេះគឺគេកាន់តែឃើញទង្វើរបស់អនុทินវាធ្វើកាន់តែធ្ងន់ទៅដោយអ្នកវិភាគនេះគឺចេញមកនិយាយដោយគេបាននិយាយថាទង្រាំតែគេដាច់ចិត្តមកចេញមកនិយាយនេះគឺគេគិតច្រើនមែនតើគិតសារចុះសារឡើងអញ្ចឹងដោយគាត់បាននិយាយថាអ្វីដែលគាត់ចង់មកបង្ហាញនៅក្នុងរបាយការណ៍នៅក្នុងព័ត៌មាននៅក្នុងសំណេររបស់គាត់នេះគឺគាត់ចង់លើកមកនិយាយជាមួយនឹងនាយករដ្ឋមន្ត្រីអនុทินដែលបានប្រកាសថាប្រទេសថៃនឹងប្រកាន់យកតែផែនទី1លើ 50,000 តែប៉ុណ្ណោះហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថាបើប្រើផែនទី1លើ 200,000 គឺមិនចាំបាច់មកជជែកជាមួយនឹងប្រទេសថៃឡើយហើយគាត់បាននិយាយទៀតថាខ្ញុំចង់សូមអនុញ្ញាតប្រាប់ដល់នាយករដ្ឋមន្ត្រីវិញថានៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេសនិងប្រទេសរដ្ឋគូភាគីវិវាទនឹងប្រើប្រាស់តែផែនទីដែលទទួលស្គាល់ផ្ដល់ដល់សច្ចៈប័ណ្ណរួចហើយតែប៉ុណ្ណោះចំណែកឯផែនទីផ្សេងទៀតមិនទាន់ទទួលបានការផ្ដល់សច្ចៈប័ណ្ណគឺមិនអាចយកមកប្រើប្រាស់ជាផុសតាងនៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយដោយដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថាប្រទេសសៀមនិងបារាំងបានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន3ច្បាប់គឺសន្ធិសញ្ញារស112គឺជាសន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យរតនកូស៊ីនអាហ្នឹងគឺជាច្បាប់រឿងស្ដាច់ហ្នឹងបងប្អូនអរគ្នាហ្នឹងបាច់និយាយទេអាហ្នឹងគឺចុះសញ្ញាជាមួយពួកវានឹងដែរហើយច្បាប់ទី2នោះគឺនៅក្នុងឆ្នាំ1904គឺជាការកែប្រែសន្ធិសញ្ញាឆ្នាំ1893និងសន្ធិសញ្ញារស125ឆ្នាំ1907និយាយទៅគឺជាការចុះសន្ធិសញ្ញាដែលព្រមសញ្ញាទទួលស្គាល់ពីក្សត្រទី5វាហ្នឹងបងប្អូនអរគ្នាហើយចឹងទៅគឺគាត់ចេញមកនិយាយជាមួយនឹងការដែលអនុทินវាចេញមកប្រកាសថ្ងៃមុនដោយវាអត់ត្រូវការអ្នកណាមកនិយាយពីផែនទី1លើ 200,000 ទេគឺផែនទីចាស់កម្រិលហើយចឹងវាហួសសម័យវាចង់និយាយចឹងណាឥឡូវនេះគឺគេបដូរយុទ្ធសាស្ត្រថ្មីដែលជាផែនទី1លើ 50,000 ដែលគូសនឹងជាអ្នកដែលចាត់ចែងផែនទីនេះគឺសហរដ្ឋអាមេរិកបងប្អូនទៅដឹងគឺអាមេរិកអ្នកគូសផែនទី1លើ 50,000 ហ្នឹងខ្ញុំគ្រាន់ប្រាប់ទេអានេះគឺជារឿងមួយដែលបងប្អូនជាជនខ្មែរត្រូវតែដឹងពីបញ្ហាថាអាស៊ាននេះវាក្អេងក្អាងដោយប្រើផែនទី1លើ 50,000 នេះវាសំអាងស្អីគេគឺវាសំអាងសហរដ្ឋអាមេរិកជាអ្នកគូសផែនទីហ្នឹងឲ្យតើតើនឹងបញ្ហានេះផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែនដោយធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន50ច្បាប់ដើម្បីផ្ញើជូនរាជរដ្ឋាភិបាលសៀមតាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសហើយយើងបានទទួលផែនទីទាំងនោះនៅក្នុងខែសីហាឆ្នាំ1908អានេះគឺជាផុសតាងសំខាន់ដូច្នេះបើសិនមានបញ្ហាឬមានវិវាទណាមួយកើតឡើងរាជរដ្ឋាភិបាលថៃនិងរាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់តែសន្ធិសញ្ញានិងផែនទីនេះតែប៉ុណ្ណោះជាឧទាហរណ៍ក្នុងការដោះស្រាយវិវាទនឹងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវប្រើប្រាស់សន្ធិសញ្ញានិងផែនទីខាងលើអញ្ចឹងផែនទី1លើ 50,000 របស់អាសត្វដេរឆានជាសណ្ដានចៅនេះវាមិនអាចមកប្រើនៅនឹងទេបងប្អូនជំនឿណាគាត់នេះគឺត្រូវបានពួកចៅប្រៃសៀមជំនឿតាមជ័យគាត់ថាគាត់នឹងពួកឆ្កែបំរើខ្មែរទៅលើហើយគាត់បានបញ្ជាក់ទៀតថាគេមិនបាច់គិតគូរថាតើផែនទីនេះមានຂະຫນាត់ប៉ុន្មាននោះទេព្រោះវាជាផែនទីដែលទទួលបានការផ្ដល់សញ្ញប័ណ្ណរួចរាល់ហើយប្រធានបទនេះត្រូវបានចាត់ទុកជាគោលការណ៍នៅក្នុងនយោបាយអន្តរជាតិដែលថាផែនទីដែលមិនទទួលបានការផ្ដល់សញ្ញប័ណ្ណគឺមិនអាចយកមកអះអាងសិទ្ធិរបស់រដ្ឋតាមផ្លូវច្បាប់បានឡើយតាមការពិតទៅបញ្ហាដោះស្រាយរឿងផែនទីខណ្ឌសីមាព្រំដែនថៃនិងកម្ពុជាបើត្រឡប់ទៅពិនិត្យមើលខ្លឹមសារនៃសារដីការបស់តុលាការយុត្តិធម៌អន្តរជាតិករណីប្រាសាទព្រះវិហារនៅក្នុងឆ្នាំ1962គឺមានភាពច្បាស់លាស់ណាស់ថាផែនទីដែលភាគីកម្ពុជាប្រើប្រាស់ក្នុងការតស៊ូក្តីគឺផែនទីខណ្ឌសីមាជាផែនទីឧបសម្ព័ន្ធទី1ផែនទី1លើ 200,000 ហ្នឹងចំណែកឯផែនទីដែលភាគីថៃនៅក្នុងសម័យរដ្ឋាភិបាលលោកសរិនថាណារ៉ាត់ប្រើប្រាស់នោះគឺផែនទីដែលធ្វើឡើងដោយអ្នកជំនាញភាគីថៃប្រយោគនេះមានបង្ហាញនៅលើផែនទីដែលរាជរដ្ឋាភិបាលថៃបានផ្ញើជូនតុលាការពិភពលោកវាបានផ្ញើផែនទី1លើ 5 ទៅហ្នឹងយកទៅតុលាការពិភពលោកដែរតែគេមិនទទួលស្គាល់ទេបងប្អូនអរគ្នានាយករដ្ឋមន្ត្រីប្រកាសជាបានដឹងច្បាស់ហើយថារវាងផែនទីខណ្ឌសីមារបស់ភាគីកម្ពុជាជាមួយនឹងផែនទីដែលធ្វើឡើងដោយអ្នកជំនាញថៃនោះផែនទីរបស់ភាគីថៃទំនងជាចំណុចដែលមានភាពចាញ់ប្រៀបខ្លាំងជាងនៅក្នុងការតស៊ូក្តីនៅក្នុងតុលាការអន្តរជាតិនិយាយរួមទៅបងប្អូនអរគ្នាអ្វីដែលអាពួកដេរឆានអាសណ្ដានចចោដែលពួកអាមេតបអីអស់នឹងវាកំពុងតែសាងសង់សពគ្រប់បែបយ៉ាងលើដីខ្មែរយើងនេះគឺសិតតែជាទម្ងន់ធ្ងន់សង្កត់ឲ្យខ្មែរយើងកាន់តែឈ្នះក្តីជាមួយវាជាមួយនឹងការដែលវាបានបើកបង្ហាញមុខច្បាស់ថាវាបានឈ្លានពានលើដីខ្មែរយើងហើយវាក៏មិនអាចគេចផុតពីសំណងដែលវាត្រូវតែសងនៅក្នុងការដែលវាបង្កើតសង្គ្រាមនេះឡើងមកទេវាធ្វើសពគ្រប់បែបយ៉ាងនេះគឺរឹតតែបញ្ជាក់ឲ្យឃើញថាសត្វចោលព្រៃសៀមគឺជាអ្នកបង្កើតសង្គ្រាមនេះដោយច្បាស់
ដោយច្បាស់100%ដោយវាស្រែកឃ្លានសង្គ្រាមដោយវាចង់ព្យាយាមប្រើផែនទី1លើ 50000 និងព្យាយាមសង្កត់ឲ្យខ្មែរយើងនេះធ្វើតាមយន្តនាការរបស់វាអញ្ចឹងហើយបងប្អូនកុំភ្លេចជួយ share អត្ថបទរបស់សម្ដេចពួកហ៊ុនសែនដែលគាត់បាន share នឹងដោយសារតែពួកយើងគឺត្រូវតែមានតួនាទីធ្វើរឿងហ្នឹងព្រោះវាក៏ជាផុសតាងសំខាន់ដែរបងប្អូនអរគ្នាណាព្រោះគាត់នេះក៏ជាអ្នកវិភាគនយោបាយខ្លាំងដែរប៉ុន្តែគាត់អត់បាននៅក្រោមការគ្រប់គ្រងរបស់ពួកស្ដេចសៀមអញ្ចឹងទៅគាត់ដែរមានមុខនៅក្នុងព័ត៌មានទេណាបងប្អូនអាពួកវិភាគរាល់ថ្ងៃនេះដែលខ្ញុំប្រាប់ថាពួកវាគឺមានឥទ្ធិពលនៅក្នុងជួររាជការរបស់វាក្នុងមន្ត្រីរាជការហ្នឹងគឺសិតតែពួកហ្នឹងគឺក្រោមការដែលវាគ្រប់គ្រងនៅរបបស្ដេចសៀមអញ្ចឹងអ្វីដែលសបញ្ជាក់ឲ្យឃើញគឺពួកយើងដឹងហើយថាសណ្ដានចៅព្រៃសៀមគឺវាប្រើផែនទី1លើ 50000 ជាផែនទីគូដោយពួកជំនាញរបស់សៀមជាពិសេសនោះគឺអ្នកដែលបង្រៀនឲ្យមានការគូផែនទីហ្នឹងគឺចូលរួមជាមួយនឹងសហរដ្ឋអាមេរិកណាបងប្អូនអរគ្នាអានេះគឺយើងអត់បានបន្ទោសសហរដ្ឋអាមេរិកទេពីព្រោះគេជាឪនឹងកូនគេត្រូវតែជួយគ្នាហើយប៉ុន្តែយើងជាកូនខ្មែរក៏ត្រូវតែដឹងណាអ្នកมึงไอ้พวกควายทั้งหลายนี่นะเขาเป็นคนที่มีความรู้จริงเกี่ยวข้องกับเรื่องแผนที่นะคะไม่ใช่ว่าอยู่ดีๆพวกมึงก็บอกว่าแผนที่1 ต่อ 200,000เป็นแผนที่มันอะไรมันนานเกินไปมันไม่ใช่ค่ะยิ่งนานก็ยิ่งมีประสิทธิภาพไม่ใช่อยู่ดีๆพวกมึงก็จะมาเปลี่ยนแผนที่ที่เขียนโดยฝ่ายโจรพวกมึงไม่ได้นะคะแล้วพวกมึงอย่าไปเขาด่าเขานะคะเพราะว่าเขาพูดถูกทุกอย่างที่เขาพูดเพื่อประเทศชาติพวกมึงถ้าพวกมึงยิ่งทำทุกอย่างในบนดินแดนของขมายกูพวกมึงก็ยิ่งเจอเรื่องนี้หนักนะคะเพราะว่ามันจะยิ่งโชว์ให้เห็นว่าสันดานเดรัจฉานพวกมึงกำลังแต่รุกรานอยู่ในดินแดนของขมายกูหลักฐานมีทุกอย่างนะในมือกฎหมายไม่ใช่ว่าพวกมึงใช้สันดานโจรพวกมึงนี่แล้วพวกมึงจะมาปล้นดินแดนของกูนี้ได้นะคะพวกมึงยิ่งทำพวกมึงก็ยิ่งทำลายชื่อเสียงประเทศพวกมึงนะพวกมึงต้องรู้ว่านานาชาติเขาเกลียดสันดานเดรัจฉานอย่างพวกมึงมากพวกมึงไม่เห็นเหรอว่าเขาอะทุกวันเนี่ยเขาเกลียดไอ้พวกประเทศที่รุกรานเขาไหมนะไม่ว่าพวกมึงจะทำข่าวว่าทุกอย่างที่พวกมึงกำลังแต่ปล้นอยู่เนี่ยเป็นดินแดนของพวกมึงค่ะนะหลักฐานมีอยู่ค่ะแล้วกูบอกอีกทีนะคะอย่าเข้าไปด่าเขาอย่าไปว่าให้เขาว่าเขานี่ขายสมองให้คอมเมนต์ไม่ใช่เขาอยากช่วยประเทศไทยหนีออกจากไหยนะนะคะโอเคเนาะใช้สมองให้ได้เยอะแล้วมาถึงสมัยนี้แล้วไม่ใช่ว่าพวกมึงจะใช้กำลังมาปล้นดินแดนของกูได้ง่ายๆเหมือนที่มึงใช้กับลาวนะคะกูก็มาเตือนสติมึงตลอดโอเคได้พวกสันดานโจรเดรัจฉาน